ពីក្រោយនាងទៅដល់កន្លែងស្ងាត់នឹងរីកូក៏បានស្ទាក់ម៉ូតូរបស់នាងឲ្យឈប់នៅកន្លែងនឹងតែម្ដងជំរាបសួរបងប្អូនអ្នកគ្នាស្វាគមន៍មកកាន់ Channel YouTube ឆៃគីម TV ហើយបងប្អូនបាន Subscribe ហើយនៅបើសិនជាអត់ទាន់បាន Subscribe ទេសូមជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពី Channel YouTube របស់ខ្ញុំអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំលើកយកករណីដែលកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីយកមកបកស្រាយជូនបងប្អូនអ្នកគ្នាស្ដាប់ទៀតហើយចង់ដឹងថាសាច់រឿងយ៉ាងណាកុំទាន់ទៅណានៅតាមដានស្ដាប់នៅក្នុង Channel YouTube របស់ខ្ញុំឆៃគីម TV ទាំងអស់គ្នាណាបងប្អូនករណីមួយហ្នឹងគឺជាករណីដែលគួរឲ្យខ្លាចហើយសឹងតែមិនជឿថាវាអាចកើតមានឡើងពីព្រោះតែពួកគេទាំងពីរហ្នឹងគឺជាសង្សារនឹងគ្នាហើយស្រឡាញ់គ្នាក៏ដូចជាមានភាពស្និទ្ធស្នាលស្អិតរមួតជាមួយនឹងគ្នាខ្លាំងមែនទែនក៏ប៉ុន្តែទីបញ្ចប់ហ្នឹងគឺខាងស្រីជួបនៅហេតុការណ៍ដែលគួរឲ្យរន្ធត់និងសោកសៅខ្លាំងបំផុតករណីមួយនេះនឹងក្លាយជាមេរៀនហើយក៏ទុកជាបទពិសោធន៍ចែកជូនបងប្អូនទាំងអស់គ្នាដែលគាត់មានជីវិតគូក៏ដូចជាគាត់នឹងមានសង្សារឲ្យគាត់នឹងគួរតែប្រយ័ត្នប្រយែងក៏ដូចជាកុំសូវជឿទុកចិត្តទៅលើអ្នកណាម្នាក់ពេកអេលីសាស៊ីទីម៉ូយ៉ានីមានអាយុ22ឆ្នាំរស់នៅក្នុងទីក្រុងបានតិនប្រទេសឥណ្ឌូនេស៊ីរៀននៅមហាវិទ្យាល័យឆ្នាំចុងក្រោយអេលីសាពិតជាឧស្សាហ៍ព្យាយាមនិងខិតខំរៀនសូត្រដើម្បីសម្រេចគោលដៅរបស់គាត់ខ្លាំងមែនទែនហើយគាត់ពិតជារវល់ជាមួយនឹងការងារបច្ចុប្បន្នក្រៅពីរៀននៅមហាវិទ្យាល័យហើយអេលីសានឹងក៏មានការងារក្រៅម៉ោងរបស់គាត់ធ្វើដែរគាត់នឹងគឺជាជាងផាត់មុខក្នុងពិធីមង្គលការក៏ដូចជាគាត់លក់អីវ៉ាន់តាមអនឡាញផងដែរអេលីសាក៏មានសង្សារដែរហើយបុរសម្នាក់នឹងគឺមានឈ្មោះថារីកូអារីស្ការស់នៅក្នុងទីក្រុងជាមួយគ្នាហើយពួកគាត់នឹងស្គាល់គ្នាតាំងពីគាត់រៀនមកម៉េះបុរសម្នាក់នឹងមានការងារជាអ្នករត់ម៉ូតូឌុបតាមអនឡាញគាត់ធ្វើជាសង្សារនឹងគ្នានឹងអស់រយៈពេល5ឆ្នាំហើយនៅក្នុង TikTok របស់អេលីសានឹងគាត់តែងតែផុសវីដេអូជាមួយនឹងមិត្តប្រុសរបស់គាត់មានភាពផ្អែមល្ហែមក៏ដូចជាមានភាពរ៉ូមែនទិកមើលទៅមានក្តីសុខខ្លាំងមែនទែនវីដេអូរបស់គាត់បើសិនជាអ្នកអត់មានគូមើលទៅអាចនឹងចំណែនហើយលួចរំភើបតែម្នាក់ឯងដែរស្នេហារបស់ពួកគាត់ទាំងពីរនឹងឪពុកម្ដាយទាំងសងខាងនឹងក៏បានដឹងឮដែរហើយយល់ស្របឲ្យពួកគាត់តាក់ទងនឹងគ្នាក៏ប៉ុន្តែចុងបញ្ចប់វាคล้ายទៅជារឿងមួយដែលនឹកស្មានមិនដល់នៅពីក្រោយភាពផ្អែមល្ហែមរបស់ស្នេហាពួកគាត់ទាំងពីរនឹងក៏មានភាពជូរចត់ដែរមិត្តភ័ក្តិរបស់អេលីសានឹងគឺតែងនិយាយថាអេលីសាជាមនុស្សដែលរឹងមាំខ្លាំងមែនទែនហើយគាត់នឹងខិតខំប្រឹងប្រែងរៀនសូត្រក៏ដូចជារកប្រាក់ពីព្រោះតែគាត់ចង់ជោគជ័យទៅថ្ងៃអនាគតជាពិសេសអេលីសានឹងគឺចង់ជោគជ័យនៅក្នុងអាជីព make up របស់គាត់ហើយគាត់នឹងមានគម្រោងបើកហាងមួយផងដែរក៏ប៉ុន្តែវាត្រូវចំណាយដើមទុនច្រើនហើយនេះហើយជាមូលហេតុដែលគាត់នឹងខិតខំធ្វើការងារមិនហ៊ានសម្រាកតែរីកូដែលជាសង្សាររបស់គាត់នឹងគឺជាមនុស្សដែលខ្ជិលច្រអូសខ្លាំងមែនទែនមួយថ្ងៃនឹងគឺលេងតែហ្គេមទេចឹងហើយពួកគេទាំងពីរនាក់នឹងគឺផ្ទុយស្រឡះដាច់ពីគ្នាតែម្ដងអេលីសានឹងក៏គាត់តែងតែណែនាំទៅកាន់មិត្តប្រុសរបស់គាត់ថាកុំខ្ជិលកុំច្រអូសអីព្យាយាមរលុយរកអីទៅហើយគាត់នឹងក៏បានជំរុញនឹងលើកទឹកចិត្តមិត្តប្រុសរបស់គាត់ដែរក្នុងការខិតខំធ្វើការក៏ដូចជាស្វែងរកការងារធ្វើនឹងក៏ប៉ុន្តែមិត្តប្រុសរបស់គាត់នឹងអត់ចាប់អារម្មណ៍ជាមួយនឹងគាត់ទេហើយធ្វើដូចមិនដឹងរឿងអីសោះតែម្ដងចឹងអេលីសានឹងក៏គិតថាអញ្ចឹងបើសិនជាណែនាំទៅឬមកក៏ប្រាប់តណែតំណងអីហើយនៅតែធ្វើអត់បានអញ្ចឹងក៏គាត់នឹងអត់អាចបន្តដំណើរទៅមុខទៀតដែរពីព្រោះតែឥឡូវហ្នឹងទើបតែចាប់ផ្ដើមពិបាកប៉ុណ្ណឹងហើយចុះបើសិនជាគាត់បន្តទៅមុខទៀតតើគាត់នឹងពិបាកប៉ុណ្ណាចឹងហើយគាត់ក៏ចង់កាត់ផ្ដាច់ទំនាក់ទំនងរវាងសង្សារគាត់ជាមួយនឹងគាត់ព្រោះអេលីសានឹងគាត់អត់ចូលចិត្តមនុស្សប្រុសដែលខ្ជិលទេហើយជាពិសេសហ្នឹងគឺមិនត្រូវតាមស្តង់ដារដែលគាត់ត្រូវការទៀតអញ្ចឹងគាត់គិតថាចង់បែកពីរីកូហ្នឹងហើយពីព្រោះតែគាត់នឹងហត់ចិត្តខ្លាំងអត់ចង់បន្តជាមួយនឹងមនុស្សបែបហ្នឹងទេវាអត់មានអនាគតរីកូហ្នឹងគឺជាមនុស្សប្រុសម្នាក់ដែលយល់តែចិត្តខ្លួនឯងហើយពេលខ្លះហ្នឹងគឺចង់គ្រប់គ្រងទៅលើអេលីសាទៀតនៅទីបំផុតហ្នឹងពួកគេហ្នឹងក៏បានបែកគ្នានៅក្នុងខែ1ឆ្នាំ2023អេលីសាពេលដែលបែកគ្នាជាមួយនឹងរីកូហ្នឹងក៏អត់មានបានប្រាប់ហេតុផលអីទេគាត់គ្រាន់តែចាក់ចេញក៏ប៉ុន្តែរីកូនឹងគឺទទួលយកអត់បានទេពីព្រោះតែគាត់គិតថាអញ្ចឹងអត់មានរឿងអីសោះហេតុអីបានចង់បែកគ្នាងាយៗអញ្ចឹងរីកូអត់ចង់បាត់បង់អេលីសាទេពីព្រោះតែគាត់នឹងខ្លាចនាងនឹងបានទៅគេគាត់ក៏បានព្យាយាមកែប្រែទំនាក់ទំនងមួយនឹងឲ្យវាល្អទៅវិញហើយបានណាត់ជួបជាមួយនឹងអេលីសាជាច្រើនដងអេលីសានឹងក៏គាត់បានយកព្រមជួបជាមួយនឹងរីកូដែរហើយស្របពេលនឹងដែររីកូនឹងគឺបានរៀបចំកាដូសម្រាប់ surprise អេលីសាមុនថ្ងៃខួបកំណើតរបស់គាត់
តាមពិតខួបអេលីសានឹងគឺនៅខែ3ទេក៏ប៉ុន្តែគាត់ធ្វើឲ្យមុនខែហើយរីកូនឹងគឺបានជូនកាដូទៅអេលីសានៅក្នុងខែ2ព្រោះតែគាត់នឹងចង់ឲ្យនាងនឹងត្រឡប់មកត្រូវរើគ្នាជាមួយនឹងគាត់វិញហើយរីកូបានសួរអេលីសាថាតើហេតុអីបានជាសុំគាត់បែកគ្នារីកូគាត់ថាប្រហែលជាអេលីសានឹងគាត់មានអ្នកថ្មីឯងមើលទៅបានជាអត់ចង់នៅជួបជុំជាមួយនឹងគាត់ក៏ប៉ុន្តែអេលីសានឹងគឺអត់បានឆ្លើយអីទេគ្រាន់តែគាត់នៅស្ងៀមនៅប្រកបតបនឹងរីកូគឺបានទៅដល់ផ្ទះរបស់អេលីសាដើម្បីសួរឪពុកម្ដាយរបស់នាងថាតើអេលីសានឹងមានមិត្តប្រុសថ្មីមែនមិនត្រឹមតែប៉ុណ្ណឹងទេរីកូនឹងក៏គាត់បានស្នើសុំឲ្យឪពុកម្ដាយរបស់អេលីសានឹងជួយឲ្យពួកគាត់នឹងត្រូវគ្នាវិញទៅក៏ប៉ុន្តែឪពុកម្ដាយរបស់អេលីសានឹងនៅស្ងៀមហើយក៏អត់និយាយអីទេពីព្រោះតែគាត់គិតថានេះជាបញ្ហារបស់កូនអញ្ចឹងហើយឲ្យគេដោះស្រាយគ្នាគេទៅគាត់អត់ដឹងអត់ឮទេពីព្រោះតែគាត់ជាមនុស្សចាស់គាត់អត់ចង់លូកដៃទេឪពុករបស់អេលីសានឹងក៏បានប្រាប់រីកូថាអញ្ចេះអត់អីទេចាំកូនស្រីគាត់មកវិញនឹងចាំនិយាយជុំគ្នាពីតំណតំណងអីហ្នឹងទៅហើយគាត់នឹងអត់ចូលចិត្តស្ដាប់តែម្ខាងទេគាត់ចូលចិត្តស្ដាប់ទាំងខាងនេះផងទាំងខាងនោះផងនិយាយទល់មុខគ្នាអញ្ចឹងទៅឲ្យដឹងថាខាងណាខុសពិតប្រាកដខាងណាត្រូវរីកូពេលដែលគាត់អត់បានទទួលចម្លើយដែលគាត់ចង់បាននឹងគាត់មានអារម្មណ៍ថាគាត់គិតច្រើនក៏ដូចជាឈឺក្បាលហើយនៅពេលយប់ហ្នឹងគឺគាត់ត្រូវណាត់ជួបជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទៅស្ទូចត្រីក៏ប៉ុន្តែគាត់រំសាយការណាត់នឹងចោលហើយគាត់នឹងបានទៅរកអេរីសានៅកន្លែងធ្វើការទាំងយប់តែម្ដងរងចាំនៅទីហ្នឹងពីព្រោះតែអេរីសាហ្នឹងគាត់ចេញពីធ្វើការម៉ោង10យប់រីកូរងចាំនៅកន្លែងហ្នឹងរយៈពេលយ៉ាងយូរអត់ឃើញអេលីសាហ្នឹងគាត់ចេញមកទេក៏គាត់នឹងបានបដូរទីតាំងទៅចាំនៅផ្លូវចូលផ្ទះរបស់អេលីសាវិញគាត់រងចាំរយៈពេលយ៉ាងយូររហូតដល់ចុងក្រោយហ្នឹងក៏គាត់នឹងបានឆាតទៅអេរីសាដើម្បីណាត់ជួបគ្នានៅមន្ទីរពេទ្យពើម៉ាតាប៊ុនដាហើយអេលីសាហ្នឹងក៏គាត់បានយល់ព្រមអញ្ចឹងបន្ទាប់ពីបានជួបគ្នាជាមួយនឹងអេរីសាហើយរីកូហ្នឹងគឺគាត់បានសុំអង្វរក៏ដូចជាសុំគ្នាត្រូវរើជាមួយនឹងអេលីសាវិញក៏ប៉ុន្តែអេលីសាហ្នឹងគឺគាត់បានបដិសេធហើយគាត់ពិតជាធន់ជាមួយនឹងទង្វើរបស់រីកូគាត់ក៏បាននិយាយតែមួយម៉ាត់ទេថាបែកគ្នាជាមួយនឹងគាត់ទៅពីព្រោះឥឡូវហ្នឹងគាត់មានមិត្តប្រុសថ្មីហើយរីកូពេលដែលឮហើយហ្នឹងគឺគាត់មានអារម្មណ៍ថាខឹងសម្បាជាមួយនឹងអេលីសាខ្លាំងមែនតែម្ដងហើយអ្នកទាំងពីរហ្នឹងក៏បានទាស់សម្ដីគ្នាតិចតួចផងដែរអេលីសាក៏បានចាក់ចេញពីទីហ្នឹងទៅហើយជិះម៉ូតូទៅផ្ទះរបស់គាត់តែរីកូហ្នឹងគឺគាត់បានជិះម៉ូតូតាមពីក្រោយនាងទៅដល់កន្លែងស្ងាត់ហ្នឹងរីកូក៏បានស្ទាក់ម៉ូតូរបស់នាងឲ្យឈប់នៅកន្លែងហ្នឹងតែម្ដងហើយគឺជាកន្លែងដែលស្ងាត់អត់មានមនុស្សឆ្លងកាត់ទេពីព្រោះតែនៅតាមផ្លូវហ្នឹងគឺសុទ្ធតែដើមឈើធំក៏ដូចជាសួនច្បារចឹងហើយនៅម៉ោង10យប់ជាងហ្នឹងមនុស្សម្នាដែលនៅតាមផ្លូវហ្នឹងអត់មាននរណាគេជិះកាត់ឬមកក៏ឆ្លងកាត់អីទេតែពេលឈប់ម៉ូតូហ្នឹងទៅក៏ពួកអ្នកទាំងពីរហ្នឹងមានការទាស់សម្ដីគ្នាម្ដងទៀតហើយក៏មានការប្រកួតប្រជែងគ្នាកើតឡើងរីកូហ្នឹងគាត់អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងគាត់បានទេក៏គាត់នឹងបានច្បាយករបស់អេលីសាហើយគាត់នឹងព្យាយាមជួយខ្លួនឯងផងដែរដែលគាត់នឹងទាញដៃរបស់រីកូចេញរួចហើយគាត់ក៏បានប្រកួតប្រជែងជាមួយនឹងរីកូហើយស្រែកឲ្យគេជួយរីកូពេលដែលគាត់ជួបស្ថានភាពហ្នឹងហើយគាត់ភ័យសន្ស្លោគាត់អត់ដឹងថាត្រូវធ្វើអីទេគាត់ក៏បានចាប់អេលីសាហ្នឹងចូលទៅក្នុងព្រៃស្ងាត់រួចហើយយកចានបង្គន់ហ្នឹងមកវាយប្រហារទៅលើនាងតែម្ដងមានក្មេងៗនៅម្ដុំហ្នឹងជាច្រើនអ្នកដែលគេហ្នឹងបានឮសំឡេងអេលីសាស្រែកឲ្យជួយផងស្របពេលហ្នឹងដែរក្មេងៗទាំងអស់ហ្នឹងគឺបានរត់ទៅមើលនៅកន្លែងកើតហេតុហ្នឹងពេលដែលរត់ទៅហ្នឹងគឺអេលីសាហ្នឹងគាត់បានបាត់បង់ជីវិតបាត់ទៅហើយស្ថិតក្នុងស្ថានភាពមួយដែលគួរឲ្យខ្លាចនិងគួរឲ្យរន្ធត់ខ្លាំងមែនតែម្ដងអញ្ចឹងរូបភាពហ្នឹងគឺខ្ញុំបានមើលរួចហើយក៏ប៉ុន្តែខ្ញុំអត់ហ៊ានដាក់បង្ហាញបងប្អូនទាំងអស់គ្នាឲ្យមើលទេពីព្រោះតែខ្លាចខុសគោលការណ៍ YouTube ចាប់វីដេអូខ្ញុំរីកូហ្នឹងគឺគាត់បានរត់ចេញពីកន្លែងកើតហេតុភ្លាមតែម្ដងដោយយកកាបូបលុយជាមួយនឹង laptop របស់អេលីសាទៅជាមួយដែរប្រជាជននៅទីហ្នឹងក៏ចង់ចាប់ខ្លួនគាត់ដែរក៏ប៉ុន្តែរីកូហ្នឹងគឺរត់លឿនខ្លាំងមែនតែនហើយរត់បានឆ្ងាយពីពួកគាត់ដែរអញ្ចឹងពួកគាត់អាចធ្វើអីបានទេក្រៅពីរាយការណ៍ទៅកាន់ប៉ូលីសភ្លាមពេលដែលប៉ូលីសទទួលបានសេចក្តីរាយការណ៍ហ្នឹងហើយគេមកដល់កន្លែងកើតហេតុភ្លាមតែម្ដងហើយគេហ្នឹងក៏បានជូនដំណឹងទៅដល់គ្រួសាររបស់អេលីសាផងដែរថាឲ្យមកមើលមកបញ្ជាក់មើលថាតើហ្នឹងគឺជាអេលីសាមែនឬមកក៏អត់គ្រួសាររបស់គាត់ហ្នឹងក៏បានបញ្ជាក់ថាពិតមែនហើយពិតជាកូនរបស់គាត់មែនហើយពួកគាត់ហ្នឹងបានទៅហូរយំនិងសោកសៅខ្លាំងមែនតែនពីព្រោះតែឃើញកូនស្រីនៅក្នុងស្ថានភាពបែបហ្នឹងប្រជាពលរដ្ឋហ្នឹងក៏បានរាយការណ៍ប្រាប់ប៉ូលីសថាជនដៃដល់ហ្នឹងគឺបានរត់គេចខ្លួនដោយជិះម៉ូតូ Max Nmax ពណ៌ខៀវគ្រួសាររបស់អេលីសាឮអញ្ចឹងហើយក៏មានការសង្ស័យទៅលើរីកូពីព្រោះតែគាត់ដឹងថារីកូហ្នឹងគឺជិះម៉ូតូ Max ហ្នឹងហើយទៅតែមានបញ្ហាជាមួយនឹងកូនស្រីរបស់គាត់ទេគាត់ហ្នឹងក៏បានប្រាប់ប៉ូលីសភ្លាមតែម្ដងហើយប៉ូលីសហ្នឹងក៏បានធ្វើ
ការស្វែងរករីកូដែរពេលដែលប៉ូលីសទៅដល់ផ្ទះរបស់រីកូនឹងគឺបានឃើញស្ថានភាពរបស់គាត់នឹងមានការភ័យស្លន់ស្លោប៉ូលីសនឹងក៏បានពិនិត្យមើលក្នុងផ្ទះរបស់គាត់មានឃើញកាបូបនិង laptop របស់អេលីសាចឹងហើយប៉ូលីសនឹងគឺគេជឿជាក់ហើយនឹងប្រកាសថាអញ្ចេះរីកូនឹងគឺពិតជាជនដៃដល់ហើយក៏គាត់នឹងបាននាំខ្លួនរីកូនឹងទៅកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីសួរចម្លើយបន្ថែមក្នុងកំឡុងពេលដែលប៉ូលីសសួរចម្លើយគាត់នឹងគឺគាត់បានកុហកប៉ូលីសក៏ប៉ុន្តែប៉ូលីសអត់ជឿទេពីព្រោះតែមានភស្តុតាងជាច្រើននិងគ្រប់គ្រាន់ទីបំផុតគាត់ក៏បានសារភាពថាគាត់នឹងគឺពិតជាបានប្រព្រឹត្តនៅរឿងទាំងអស់នឹងមែនអេលីសានឹងគឺជាអតីតមិត្តស្រីរបស់គាត់ប្រព្រឹត្តរឿងរ៉ាវទាំងអស់នឹងពីព្រោះតែគាត់ខឹងក៏ដូចជាមានការឈឺចាប់ជាមួយនឹងអេលីសាហើយគាត់នឹងពិតជាអត់បានគ្រងទុករឿងរ៉ាវទាំងអស់នឹងទេគាត់ពិតជាសោកស្ដាយនៅពេលដែលគាត់បានធ្វើវាហើយករណីមួយនឹងគឺពិតជាល្បីខ្លាំងមែនតែម្ដងនៅក្នុងប្រទេសឥណ្ឌូនេស៊ីមិត្តភ័ក្តិអេលីសានឹងនៅពេលដែលបានដឹងរឿងហ្នឹងគឺគាត់មានការភ្ញាក់ផ្អើលខ្លាំងមែនតែម្ដងហើយគាត់មិននឹកស្មានថារីកូនឹងគឺហ៊ានធ្វើបែបហ្នឹងដាក់អេលីសាទេពីព្រោះតែអ្នកទាំងពីរហ្នឹងគឺពិតជាស្រឡាញ់គ្នាស្អិតរមួតក៏ប៉ុន្តែទីបញ្ចប់ហ្នឹងវាប្រែទៅជាផ្សេងបែបហ្នឹង2ថ្ងៃបន្ទាប់ពីប៉ូលីសចាប់ខ្លួនរបស់រីកូនឹងគាត់ពិតជាមានភាពសោកសៅក៏ដូចជាគាត់នឹងខូចចិត្តខ្លាំងមែនតែម្ដងដល់ថ្នាក់កើតជំងឺបាក់ទឹកចិត្តហើយគាត់បាននិយាយថាគាត់ស្រឡាញ់គ្នាបាន5ឆ្នាំហើយគាត់អត់ដឹងថាហេតុអីទេបានជាគាត់នឹងហ៊ានលើកដៃធ្វើនៅរឿងហ្នឹងទៅលើនាងបានគាត់ពិតជាសោកស្ដាយខ្លាំងមែនតែម្ដងបើសិនជាយប់ហ្នឹងគាត់ទៅស្ទូចត្រីជាមួយមិត្តភ័ក្តិពិតណាស់ប្រកាសជាអត់មានរឿងបែបហ្នឹងកើតឡើងទេតឡាការគឺបានកាត់ទោសឲ្យរីកូនឹងគាត់ជាប់ពន្ធនាគាររយៈពេល15ឆ្នាំសិនក៏ប៉ុន្តែទោសគាត់នឹងស្ថិតក្នុងការពិចារណាក៏ដូចជាស្ថិតក្នុងការស៊ើបអង្កេតបន្តទៀតថាតើគាត់នឹងគឺមានបានក្រងទុកមុនឬមើលក៏អត់ឬមើលក៏រឿងនឹងគឺវាកើតឡើងចៃដន្យពិតមែនណាមួយគាត់ធ្វើបែបហ្នឹងពីព្រោះតែគាត់ខឹងក៏ដូចជាគាត់មានការឈឺចាប់ហើយគាត់នឹងអត់អាចគ្រប់គ្រងខ្លួនឯងបានក៏គាត់នឹងបានយកចានបង្គន់ដែលនៅតាមផ្លូវនឹងយកមកធ្វើសកម្មភាពអាហ្នឹងគឺពិតជាអត់មានគម្រោងពិតមែនពីព្រោះតែនៅទីហ្នឹងគឺសម្បូរប្រជាជនដែលគេធ្វើផ្ទះថ្មីអញ្ចឹងហើយមានសម្ភារៈជាច្រើនអាសម្ភារៈចាស់ដែលគេលែងប្រើនោះគឺគេបោះចោលតែម្ដងហើយពិតណាស់គឺគាត់អត់បានយកសម្ភារៈហ្នឹងមកពីផ្ទះទេអញ្ចឹងទៅបើសិនជាគាត់មានទោសហ្នឹងក៏អាចទោសតិចតួចដែរប៉ូលីសសន្និដ្ឋានថាអញ្ចឹងគាត់ធ្វើរឿងរ៉ាវទាំងអស់ហ្នឹងគឺព្រោះតែគាត់ខឹងក៏ដូចជាគាត់នឹងមានការឈឺចាប់អញ្ចឹងហើយរឿងរ៉ាវទាំងអស់ហ្នឹងគាត់អត់បានគ្រងទុកទេឧបករណ៍ដែលគាត់ប្រើប្រាស់ហ្នឹងក៏គាត់បានយកតាមដងផ្លូវដែរគាត់មិនមែនយកចេញពីផ្ទះទេហើយនៅម្ដុំហ្នឹងគេក៏បានស៊ើបអង្កេតដែរថាពិតជាមានប្រជាជនធ្វើផ្ទះច្រើនអញ្ចឹងហើយឧបករណ៍ផ្សេងហ្នឹងគឺត្រូវបានបោះចោលនៅតាមដងផ្លូវហើយគាត់នឹងពិតជាបានរើសឧបករណ៍ហ្នឹងយកមកធ្វើសកម្មភាពមែនអញ្ចឹងបើសិនបើគាត់មានទោសហ្នឹងគឺទោសតិចតួចខ្លាំងមែនតើវាអត់ដល់ថ្នាក់ធ្ងន់ធ្ងរដូចជាគាត់ហ្នឹងបានក្រងទុកជាមុនទេគ្រួសាររបស់អេលីសានៅពេលដែលបានដឹងរឿងហ្នឹងក៏ដូចជាដឹងចម្លើយសារភាពរបស់រីកូហ្នឹងគាត់ទទួលយកអត់បានទេហើយគាត់នឹងបានប្រាប់ប៉ូលីសថាអញ្ចេះអត់ទេរឿងហ្នឹងគឺពិតជាក្រងទុកជាមុនគាត់ហ្នឹងគឺមានចេតនាអញ្ចឹងហើយប៉ូលីសហ្នឹងក៏បានទទួលចម្លើយរបស់គាត់ហើយប៉ូលីសហ្នឹងក៏បានព្យាយាមបញ្យល់ទៅគ្រួសាររបស់អេលីសាវិញថាអញ្ចេះអត់អីទេកុំទាន់អាចជ្រួលច្បល់ទៅណាពីព្រោះតែរឿងហ្នឹងប៉ូលីសកំពុងតែស៊ើបអង្កេតបន្ថែមចាំមើលថាមិនមកទៀតគេនឹងផ្ដល់ចម្លើយបន្ថែមទៅទៀតតឡាការគឺអត់ទាន់សម្រេចថាកាត់ទោសគាត់បែបណានៅឡើយទេរឿងហ្នឹងគឺស្ថិតនៅក្នុងការស៊ើបអង្កេតសិនទោះបីជាតឡាការដាក់ទោសគាត់បែបណាក៏ប៉ុន្តែអេលីសាហ្នឹងគឺគាត់មិនអាចងើបមកនិងមិនអាចត្រឡប់មកសារថ្មីម្ដងទៀតបានទេគឺគាត់បានចាក់ចែងជារៀងរហូតហើយចឹងរឿងហ្នឹងគឺចាប់ត្រឹមប៉ុណ្្នឹងហើយទោសទណ្ឌគាត់បែបណាហ្នឹងក៏មិនទាន់ជាក់លាក់ដែរពីព្រោះតែរឿងហ្នឹងគឺទៅតែកើតឡើងថ្មីសាច់រឿងមួយនេះគឺជាមេរៀនដ៏ល្អសម្រាប់បងប្អូនទាំងអស់គ្នាមុននឹងយើងធ្វើអីយើងគួរតែគិតនិងពិចារណាឲ្យបានច្បាស់លាស់សិនកុំឲ្យពេលដែលយើងសាងកំហុសទៅគឺលែងអាចត្រឡប់ក្រោយបានហើយអញ្ចឹងរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេចាប់ហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូខ្ញុំហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយ like ជួយ share ហើយនឹងជួយ subscribe Channel YouTube Facebook TikTok ខ្ញុំម្នាក់មួយផងហើយកុំភ្លេចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី Channel YouTube របស់ខ្ញុំអរគុណបាយបាយ